សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំប្រសិនបើបងប្អូនធ្លាប់ស្រមៃចង់ទៅលេងប្រទេសជប៉ុនបងប្អូនប្រកាសជាដឹងថាវាជាប្រទេសដែលស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់ខ្លាំងណាស់មែនទេប៉ុន្តែនៅពីក្រោយភាពស៊ីវិល័យទាំងនោះជប៉ុនមានរឿងរ៉ាវប្លែកៗនិងអាចកំបាំងជាច្រើនដែលធ្វើឲ្យពិភពលោកហួសចិត្តហើយសូម្បីតែអ្នកដែលរស់នៅទីនោះក៏ពេលខ្លះនឹកស្មានមិនដល់ដែរថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅស្វែងយល់ពីកំពូលរឿងប្លែកៗទាំង5ដែលមានតែនៅប្រទេសជប៉ុនតោះកុំឲ្យខាតពេលយូរយើងទៅចាប់ផ្ដើមជាមួយចំណុចទី5ទាំងអស់គ្នាដែលនិយាយពីភាពទៀងទាត់ដែលមិនគួរឲ្យជឿតោះចំណុចទី5ភាពទៀងទាត់នៃពេលវេលារថភ្លើងនៅជប៉ុនពេលវេលាគឺរឹតតែមានតម្លៃជាងមីទៅទៀតប្រព័ន្ធរថភ្លើងរបស់ជប៉ុនជាពិសេសរថភ្លើងល្បឿនលឿន Shinkansen ត្រូវបានគេចាត់ទុកថាទៀងទាត់បំផុតនៅលើពិភពលោកបងប្អូនដឹងទេថាជាមធ្យមរថភ្លើងនៅទីនោះយឺតត្រឹមតែ18វិនាទីប៉ុណ្ណោះក្នុងមួយឆ្នាំបាទគឺ18វិនាទីក្នុងមួយឆ្នាំមិនមែនក្នុងមួយជើងទេប្រសិនបើរថភ្លើងយឺតលើសពី5នាទីបុគ្គលិកនឹងដើរចែកលិខិតបញ្ជាក់ពីការយឺតយ៉ាវដល់អ្នកដំណើរគ្រប់គ្នាដើម្បីឲ្យពួកគេយកទៅបង្ហាញមេឬក៏កន្លែងការងារឬក៏នៅតាមសាលារៀនដើម្បីបញ្ជាក់ថាពួកគេយឺតនឹងដោយសារតែរថភ្លើងមិនមែនដោយសារតែពួកគេខ្ជិលនោះទេបងប្អូនសាកគិតមើលបើនៅស្រុកយើងវិញយឺត18នាទីគឺជារឿងធម្មតាបើយឺត18វិនាទីគឺជាអស្ចារ្យបាត់ទៅហើយជួនកាលយើងចាំឡានក្រុងឬចាំតាក់ស៊ីរហូតដល់ដុសស្លែឡើងផ្លេចថាខ្លួនឯងចង់ទៅណាទៀតផងក៏បើនៅជប៉ុនក្រុមហ៊ុនរថភ្លើងគេភ័យគេសុំទោសចង់ងាប់បើនៅស្រុកយើងវិញអ្នកបើកបរប្រហែលជាថាចាំតិចទៅបងអូនបញ្ញាប់ទៅណាតើមានម៉ួយពេញឡានផងហ្នឹងឬស្ទះផ្លូវបងអូនអើយយឺតកន្លះម៉ោងរឿងធម្មតាទេបើបានរថភ្លើងទៀងទាត់បែបហ្នឹងប្រហែលជាម្នាក់គ្មានលេសប្រាប់មេថាមកធ្វើការយឺតដោយសារស្ទះផ្លូវទេមើលទៅព្រោះបើកន្លែងការងារធម្មតាតែមេដឹងមេប្រហែលជាដេញចេញបាត់ហើយតោះបន្ទាប់ពីដឹងភាពទៀងទាត់ហើយបងប្អូនប្រកាសជាឆ្ងល់ថាចុះបើបញ្ញាប់ខ្លាំងពេកទៅរកទិញអីញ៉ាំមិនទាន់តែគេធ្វើម៉េចកុំបារម្ភជប៉ុនមានដំណោះស្រាយដ៏អស្ចារ្យនៅក្នុងចំណុចទី4នេះឯងចំណុចទី4គឺយើងនិយាយអំពីអាណាចក្រម៉ាស៊ីនលក់ទំនិញស្វ័យប្រវត្តិនៅជប៉ុនបងប្អូនមិនចាប់បាច់បារម្ភរឿងរកហាងទំនិញមិនឃើញទេព្រោះម៉ាស៊ីនលក់ទំនិញស្វ័យប្រវត្តិមាននៅគ្រប់ច្រកល្ហកសរុបមកវិញជប៉ុនមានម៉ាស៊ីនបែបនេះជាង5លានគ្រឿងដែលមានន័យថាមនុស្ស23នាក់មានម៉ាស៊ីនមួយគ្រឿងចាំបម្រើការ24ម៉ោងអ្វីដែលប្លែកបំផុតនោះគឺវាមានលក់តាំងពីភេសជ្ជៈកាខ្វេបាយកំប៉ុងនិងស៊ុបក្តៅៗនិងផ្លែឈើស្រស់ៗទៀតផងរហូតដល់របស់របរប្រើប្រាស់ដូចជាឆាតអាវយឺតនិងសម្បីតែខោអាវក្នុងបាទស្ដាប់ទៅមិនខុសទេប្រហែលជាមានលក់អាវក្នុងតាមម៉ាស៊ីនទៀតមកទៅនិយាយមែនបងប្អូនបើមានម៉ាស៊ីនលក់បាយស្រូបឬលក់ប្រហិតបំពងនៅតាមចិញ្ចើមផ្លូវបែបហ្នឹងប្រហែលជាយើងម្នាក់មិនបាច់រៀនធ្វើម្ហូបទេមើលទៅតែដែលប្លែកខ្លាំងនោះគឺម៉ាស៊ីនខ្លះមានលក់ទាំងខោអាវក្នុងទៀតបងប្អូនសាកសម័យមើលបើកំពុងដើរលេងសុកចង់ទៅជួបក្រាស់អីហើយចង់ទិញអាវថ្មីតែហ៊ានទៅចុចទិញតាមចិញ្ចើមផ្លូវអត់មើលទៅដែលកំពុងតែមានមនុស្សដើរចុះដើរឡើងអញ្ចឹងខ្លាចតែពេលចុចទៅវាគៀងមិនព្រមចេញឲ្យអ្វីដែលប្លែកទៀតប្រយ័ត្នតែវាចេញមកខុសសាយយកមកពាក់មកកើតអាហ្នឹងមិនដឹងថាទៅដូរទីណាទេបងប្អូនហើយកុំច្រឡំចុចយកម៉ាស៊ីនលក់ស៊ុបក្តៅប្រយ័ត្នចុចមកច្រឡំស្រោចខ្លួនអាលៀកពេញហ្នឹងព្រោះវាស្តៀងគ្នាពេកម៉ាស៊ីនហ្នឹងរបស់របរក្នុងម៉ាស៊ីនគឺគេរៀបចំឲ្យមានរបៀបនិងចំណេញកន្លែងបំផុតសម្បីតែផ្លែឈើធម្មជាតិក៏ជនជាតិជប៉ុនច្នៃឲ្យមានរឿងប្លែកដើម្បីចំណេញកន្លែងដែរតោះដើម្បីយើងចង់ដឹងយើងបន្តទៅចំណុចទី3ទាំងអស់គ្នាចំណុចទី3យើងនិយាយអំពីអលឹកមានរាងជ្រុងនិងរាងប្លែកជាទូទៅអលឹកដែលយើងធ្លាប់ឃើញក៏វាមានរាងមូលនិងរាងទ្រវែងប៉ុន្តែនៅជប៉ុនគេបានច្នៃឲ្យវាមានរាងជ្រុងដោយប្រអប់មូលហេតុគឺសាមញ្ញបំផុតនោះគឺដើម្បីដាក់ឲ្យវាងាយស្រួលដាក់ក្នុងទូទឹកកកនិងងាយស្រួលដឹកជញ្ជូនមិនឲ្យវាវិលចុះឡើងគេដាក់វាដោយដាក់ក្នុងប្រអប់កញ្ចក់រាងជ្រុងតាំងពីវានៅតូចប៉ុន្តែកុំអាចង់ទិញយកមកញ៉ាំប្រយ័ត្នអលឹកជ្រុងទាំងនេះមានតម្លៃថ្លៃខ្លាំងណាស់មួយគឺអាចចន្លោះពី100ទៅ$200ក្នុងមួយផ្លែហើយរសជាតិរបស់វាក៏មិនសូវឆ្ងាញ់ដែរព្រោះគេបេះវាមុនពេលវាទុំខ្លាំងគេច្រើនគេទិញសម្រាប់តែដាក់តាំងលម្អឬធ្វើជាកាដូបង្ហាញពីភាពហ៊ឺហាទេអូហូអលឹកមួយផ្លែចិត្ត$200បងប្អូនបើនៅស្រុកខ្មែរយើងវិញទិញបានមួយឡានដឹកដីបាត់ទៅហើយញ៉ាំតទៅហើមពួងឲ្យខ្ញុំទិញមកញ៉ាំគឺមិនហ៊ានញ៉ាំដាច់ខាតបើទិញវិញគឺមានតែទិញដាក់តាំងលើអាសនៈទុករហូតដល់វាស្អុយតែម្ដងទៅញ៉ាំមួយម៉ាត់ដូចញ៉ាំវាអញ្ចឹងទៅហើយចុះបើលឹកមានរាងជ្រុងបែបហ្នឹងហើយក្របវាមានរាងជ្រុងដែរអត់ណោះហើយបើថ្ងៃក្រោយជប៉ុនគេច្នៃបានអាលឹកហ្នឹងទៅជារាងត្រីកោណឬក៏រាងបេះដូងរាងអ្វីផ្សេងទៀតប្រហែលជាតម្លៃឡើងដល់ទិញបានមួយគ្រឿងបាត់ទៅហើយបងប្អូនអើយមើលទៅបើថ្លៃម្លឹងគ្រាន់តែលឹកមួយផ្លែសោះលោកឲ្យលោក
បាទបន្ទាប់ពីដឹងរឿងរបស់របរមានរបៀបរៀបរយហើយបងប្អូនដឹងអត់ថាមូលហេតុអ្វីបានជាជនជាតិជប៉ុនហ្នឹងមានវិន័យនិងស្រឡាញ់អនាម័យខ្លាំងម៉េះតាំងពីតូចមកចម្លើយគឺយើងស្ថិតនៅចំណុចលេខ2នេះឯងចំណុចលេខ2នេះយើងនិយាយអំពីវិន័យនៃការសម្អាតដោយសិស្សសាលានៅសាលារៀនជប៉ុនណាគេមិនមានអ្នកបោសសម្អាតឬអ្នកយកសម្រាមនៅតាមភូមិដូចយើងទេចាប់ពីកម្រិតបឋមសិក្សាសិស្សានុសិស្សត្រូវចំណាយពេល15ទៅ20នាទីរាល់ថ្ងៃដើម្បីបោសជូតថ្នាក់រៀនបង្អួចក្តារខៀននិងបន្ទប់ទឹកឬក៏ទីធ្លាសាលាដោយខ្លួនឯងអញ្ចឹងណាសម្បីតែបាយថ្ងៃត្រង់ហ្នឹងសិស្សត្រូវបម្រើគ្នាទៅវិញទៅមកដែរនេះគឺជាវិធីដែលប្រព័ន្ធអប់រំជប៉ុនបង្រៀនក្មេងៗហ្នឹងឲ្យចេះទទួលខុសត្រូវចេះធ្វើការងារជាក្រុមនិងចេះស្រឡាញ់អនាម័យតាំងពីតូចអញ្ចឹងណាព្រោះតែគេធ្លាប់លៀងបង្គន់ដោយខ្លួនឯងតាំងពីតូចបែបនេះហើយនៅពេលដែលពួកគេធំឡើងពួកគេមិនហ៊ានបោះសម្រាមចោលវាផ្ដាស់ឡើយនិយាយដល់ចំណុចហ្នឹងនឹកឃើញការនៅរៀនខ្លួនឯងបងប្អូនឲ្យទៅដល់ម៉ោងបោសថ្នាក់គ្រូប្រើអីដឹងតែសុំលេសគ្រូទៅបន្ទប់ទឹកបាត់ហើយឬក៏រត់ទៅលេងបាល់ទាត់បាល់ទះតែនៅជប៉ុនគេធ្វើមែនតែនណាសំបីតែបន្ទប់ទឹកហ្នឹងក៏សិស្សលៀងដែរប្រហែលមកពីអញ្ចឹងហើយបានជាក្មេងជប៉ុនមានវិន័យខ្លាំងមិនដូចយើងទេចាំទៅដល់ម៉ោងចេញលេងឲ្យតែលឺសូរជួងម៉ាំងដឹងតែហោះបាត់អស់ហើយបើឲ្យតែសិស្សស្រុកយើងលៀងបន្ទប់ទឹកវិញប្រហែលជាលេងជះទឹកដាក់គ្នាពេញហ្នឹងឬក៏ដេកលេងក្នុងបន្ទប់ទឹកបាត់ទៅហើយមើលទៅបងប្អូនមកដល់ចំណុចចុងក្រោយគ្រប់គ្នាទន្ទឹងរង់ចាំបំផុតដែលជាអាជីពដែលប្លែកជាងគេនៅជប៉ុនសម្បីតែ Hollywood ក៏នឹកស្មានមកដល់នោះគឺចំណុចទី1នេះឯងចំណុចទី1នេះយើងនិយាយអំពីអាជីពអ្នករុញមនុស្សចូលរថភ្លើងនៅស្ថានីយ៍រថភ្លើងធំនៅទីក្រុងតូក្យូនៅម៉ោងដែលមនុស្សទៅធ្វើការច្រើនខ្លាំងបងប្អូននឹងឃើញបរិសុទ្ធស្លៀកពាក់ឯកស្ថានអាជីពពាក់ស្រោមដៃពណ៌សស្អាតឈរចាំនៅមាត់ទ្វាររថភ្លើងភារកិច្ចរបស់ពួកគេហ្នឹងគឺរុញមនុស្សឲ្យចូលទៅក្នុងរថភ្លើងឲ្យអស់ដើម្បីទ្វាររថភ្លើងហ្នឹងបិទជិតអាជីពនេះមានតាំងពីទសវត្សរ៍ឆ្នាំ1950មកម្លេះទោះបីជារថភ្លើងណែនរហូតដល់បើនិយាយទៅរកកន្លែងឈរឃើញអត់បានអញ្ចឹងណាក៏ពួកគេទៅតែរុញឲ្យផ្អាប់ចូលទៅក្នុងឲ្យបានដែរដើម្បីកុំឲ្យយឺតម៉ោងរថភ្លើងចេញដំណើរអាជីពនេះគឺប្រើកម្លាំងបាយសុទ្ធមកបងប្អូនរុញឲ្យផ្អាប់ដូចត្រីខកំប៉ុងអញ្ចឹងបងប្អូនសាកគិតមើលបើមានអ្នករុញយើងពីក្រោយបែបហ្នឹងមិនដឹងជាមានអារម្មណ៍យ៉ាងម៉េចទេខ្លាចតែរុញខ្លាំងពេកច្រឡំទៅថើបអ្នកនៅខាងមុខបាត់ទៅហើយបើអ្នកត្រូវបានគេរុញហ្នឹងកំពុងតែឈឺពោះចង់បាត់ជើងតូចជើងធំអាហ្នឹងដឹងតែចប់បដ ாய் រុញមកមួយទំហឹងចេញមកទាំងអស់បាត់តែបងប្អូនចូលចិត្តភាពកក់ក្ដៅអាចទៅសាកជិះរថភ្លើងនៅជប៉ុនបានធានាថាកក់ក្ដៅរហូតថប់ទាំងហើមតែម្ដងបងប្អូនអើយបាទនេះគឺជាចំណុចប្លែកៗដែលធ្វើឲ្យជប៉ុនក្លាយជាប្រទេសដ៏អស្ចារ្យនិងគួរឲ្យចាប់អារម្មណ៍បំផុតក្នុងចំណោមរឿងទាំង5នេះតើបងប្អូនហួសចិត្តនឹងរឿងមួយណាជាងគេសម្រាប់ខ្ញុំគឺអ្នករុញមនុស្សនឹងឯងមិនដឹងជាគាត់ហាត់សាច់ដុំដៃមកដើម្បីរុញមនុស្សមែនអត់ទេសាកសម័យមើលបងប្អូនបើពេលអាពងរុញហ្នឹងឈឺពោះឈឺអីមានការមានអីសង្សារណាត់ជួបផងស្រាប់តែគាត់មិនឲ្យយើងចេញទៅសាកស្រមៃមើលបងប្អូនតើមានហេតុការណ៍អ្វីកើតឡើងបើសិនបើបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like និង share ម្នាក់មួយផងហើយកុំភ្លេចចុច subscribe ផងនិងដាក់សញ្ញាកណ្ដឹងមួយផងដើម្បីតាមដានរឿងប្លែកៗបន្តទៀតសូមអរគុណសម្រាប់ការតាមដានទស្សនាហើយជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយសូមជម្រាបលាបាយបាយ